បងប្អូនមានធ្លាប់ដែលដឹងថាដែលនំដែលយើងតែងតែហៅថាបាញ់ឆាវហ្នឹងក៏ប៉ិតឈ្មោះដើមរបស់ខ្មែរយើងគេហៅនំអំបែងទេបងប្អូនព្រោះយើងប្រើអំបែងពីដើមចាស់យើងប្រើខ្ទះប្រភេទខ្ទះដែលធ្វើពីដីឥដ្ឋដីអីដូចយើងក្អមឆ្នាំងហ្នឹងគេហៅអំបែងហើយសម្រាប់បច្ចុប្បន្នយើងអំបែងមានន័យថាអំបែងកែវអំបែងអីក៏ប៉ិនអំបែងគឺពពួកខ្ទះពួកអីហ្នឹងឯងនៃចាស់បុរាណតែងតែហៅថាអំបែងតែខ្ញុំក៏មិនបានបកស្រាយស៊ីជម្រៅតាក់ទងនឹងពីអំបែងហ្នឹងដែរប៉ុន្តែថ្ងៃហ្នឹងនាងខ្ញុំមកធ្វើនំអំបែងដែលខ្មែរយើងហៅបាញ់ឆាវគឺភាសារបស់ជាតិសាសន៍គេអញ្ចឹងគេហៅថាយើងកម្ចីភាសាគេមកប្រើអញ្ចឹងណាប៉ុន្តែពេលខ្លះទៅយើងកម្ចីយូរទៅក៏យើងភ្លេចភាសាដើមរបស់យើងអញ្ចឹងថ្ងៃហ្នឹងយើងមកធ្វើចានំហ្នឹងនំបាញ់ឆាវហ្នឹងចាដែលទូទៅបងប្អូនស្គាល់ហៅបាញ់ឆាវអញ្ចឹងយើងហៅបាញ់ឆាវដែរទៅចាយើងធ្វើស្នូលបងប្អូនស្នូលយើងមានខ្ទឹមមានការ៉ុតចាក៏ដូចជាជាមួយនឹងស្ដែកតែដោយសារស្ដែកនេះខ្ញុំស្ងោររៀងឆ្អិនពេកហើយយើងឆាវារៀងយូរពេកក៏ស្អិតប៉ុន្តែអត់អីទេបងប្អូននៅតែឆ្ងាញ់ដែរស្នូលនោះឃើញអញ្ចឹងឆ្ងាញ់ណាចាដល់ពេលយើងចាប់ផ្ដើមចាក់នំចាក់អីយើងដាក់ជាមួយនឹងខ្ទះហើយឡើងក្តៅតិចមកដាក់ប្រេងដាក់អីយើងបាច់ដាក់ប្រេងច្រើនតែពួកខ្ទះជាប់នេះបន្ទាប់មកយើងដាក់ម្សៅហើយយើងត្រឡប់វាអញ្ចឹងមកបន្ទាប់ពីម្សៅរបស់យើងរីកឆ្អិនតិចយើងដាក់ស្ដែកបដោះនេះខ្ញុំស្រស់ហ៎បងប្អូននេះខ្ញុំមកដាក់ស្រស់ទេស្រស់វាមកភ្លោក៏តែមកយើងពេលវាឆ្អិនហើយយើងក្របវាឲ្យនេះបន្តិចទៅយើងចាំលើកវាចេញមកជាការស្រេចអីមិនបាក់ទេហើយរបៀបលាយទឹកលាយក៏នេះខ្ញុំអត់បានក្បោះក្បាយនៅក្នុងនេះតែដោយសារវីដេអូនេះធ្វើរៀងខ្លីអត់បានក្បោះក្បាយដូចពីមុននេះទេបងប្អូនចាំពេលមានពេលតនេចាំខ្ញុំធ្វើបានក្បោះក្បាយអញ្ចឹងចានំនេះនំខ្មែររបស់យើងដូនតាខ្មែររបស់យើងក៏ហៅថានំអំបែងហើយរសជាតិឆ្ងាញ់ចាញ៉ាំជាអាហារសម្រន់ក៏បានយើងអាចញ៉ាំជំនួសបាយក៏បានតែបើយើងចង់ញ៉ាំជំនួសបាយតើយើងញ៉ាំឲ្យរៀងច្រើនតែនំនេះវាលាយជាមួយបន្លែផ្ទាប់មួយទឹកត្រីផ្អែមអញ្ចឹងធ្វើឲ្យយើងឆាប់ឃ្លានអញ្ចឹងបងប្អូនអញ្ចឹងយើងហូបទៅអត់ចែកបានយូរទេហើយក៏អរគុណបងប្អូនដែលតែងតែនឹករលឹកនាងខ្ញុំគិតថានាងខ្ញុំបាត់តាណាមួយរយៈណាសូវបានថតវីដេអូចាបងប្អូនហើយសារផ្លូវចិត្តមិនសូវល្អអញ្ចឹងវីដេអូក៏អត់សូវមាន